កាន់តែសាហាវទៅហើយនៅមុននេះបន្តិចលោក Donald Trump បានធ្វើការប្រមានចំតែម្ដងនៅរលកទី2ឬក៏គេហៅថារលកវាយប្រហារទ្រង់ទ្រាយធំបំផុតបាទដែលសហរដ្ឋអាមេរិកនឹងបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងប្រទេសអ៊ីរ៉ង់តែម្ដងបាទបងប្អូនអ្នកគ្នាពាក់ព័ន្ធទៅនឹងព័ត៌មានដែលកំពុងតែចេញមុននេះបន្តិចត្រាំត្រៀមវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ជាលើកទី2ហើយធ្វើការកាន់កាប់ប្រទេសអ៊ីរ៉ង់តែម្ដងឬក៏យ៉ាងណាបាទព្រោះអីមកទល់នៅពេលនេះបាទបើទោះបីជាមានការវាយគ្នារហូតដល់ទៅថ្ងៃទី4ទៅហើយបើយើងងាកត្រឡប់ទៅមើលសម្ព័ន្ធមិត្តរបស់របស់អ៊ីរ៉ង់គឺបាទចិនហើយនិងរុស្ស៊ីហាក់មិនទាន់មានការចេញប្រតិកម្មខ្លាំងនៅឡើយនោះទេក៏ប៉ុន្តែបើយើងងាកត្រឡប់ទៅមើលកូរ៉េខាងត្បូងវិញកូរ៉េខាងជើងវិញគឺប្រកាសក្តែងតែម្ដងថាបើសិនជាអ៊ីរ៉ង់ត្រូវការសភាវុធឬក៏ត្រូវការទិញឬក៏ខ្វះអីចឹងណាបាទអាចខ្ចីឬក៏ទិញបានបាទកូរ៉េខាងជើងគេជួយជានិច្ចបាទនេះគឺជាសម្ដីរបស់លោកគីមចុងអ៊ុនបាទក៏ប៉ុន្តែស្ថានភាពបែបនេះបាទជាការនិយាយលេងឬក៏មែនយើងក៏អត់ដឹងដែរក៏ប៉ុន្តែប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump បានធ្វើការផ្ដល់នូវសញ្ញាព្រមានយ៉ាងក្តៅគគុកថាបើថាសហរដ្ឋអាមេរិកមិនទាន់ទាំងនឹងចាប់ផ្ដើមវាយប្រហារខ្លាំងនៅឡើយនោះទេហើយលោកបានបង្ហើបថារលកវាយប្រហារធំបំផុតនឹងខិតជិតមកដល់ឆាប់នេះបាទព្រោះអីការវាយប្រហារលើកទី1នោះយើងដឹងហើយថាអ៊ីរ៉ង់គេព្រមានទៅកាន់អាមេរិកវិញហើយក៏មិនចរចាជាមួយនឹងសហរដ្ឋអាមេរិកដែរអញ្ចឹងទន្ទឹមទៅនឹងនោះលោកក៏បានបង្ហាញនៅជំហរមិនធ្លាប់មានដោយមិនព្រមទាត់ចោលលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកចូលទៅក្នុងទឹកដីអ៊ីរ៉ង់ឡើយប្រសិនបើចាំបាច់បើទោះបីជាយ៉ាងណាក៏ដោយលោកត្រាំតែងតែធ្វើយុទ្ធនាការប្រឆាំងទៅនឹងការបញ្ជូនទ័ពអាមេរិកឲ្យទៅជាប់ផងនៅក្នុងសង្គ្រាមនៅមជ្ឈមបូព៌ាក៏ដោយក៏ប៉ុន្តែនៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មានបាទ New York Post លោកបានអះអាងថាលោកមិនមានការភ័យព្រួយបារម្ភនៅក្នុងការសម្រេចចិត្តឬក៏បញ្ជូនកងទ័ពជើងគោកនោះទេលោកបានបញ្ជាក់ថាប្រធានាធិបតីគ្រប់រូបតែងតែនិយាយថានឹងមិនមានការដាក់ពង្រាយកងទ័ពជើងគោកទេប៉ុន្តែខ្ញុំមិននិយាយបែបនោះឡើយពាក់ព័ន្ធទៅនឹងកងទ័ពអាមេរិកនិងអ៊ីស្រាអែលបានវាយប្រហារទៅលើគោលដៅរាប់រយនៅក្នុងប្រទេសអ៊ីរ៉ង់រួមមានឃ្លាំងមីស៊ីលបាទកងទ័ពជើងទឹកនិងមជ្ឈមណ្ឌលបញ្ជាការរហូតមកទល់នៅពេលនេះកងទ័ពអាមេរិកប្រមាណជាជាង4នាក់បានស្លាប់និងយន្តហោះចំនួន3គ្រឿងត្រូវបានបាញ់ធ្លាក់បានន័យថាអានេះក៏ជាព័ត៌មានខុសបច្ចេកទេសណាមិនមែនអ៊ីរ៉ង់អ្នកបាញ់ធ្លាក់ទេជាការឆ្លើយតបអ៊ីរ៉ង់បានបាញ់មីស៊ីលសងសឹកទៅលើអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅតំបន់ព្រមទាំងគោលដៅនៅក្នុងប្រទេសអារ៉ាប់បាទហៅថាប្រទេសអារ៉ាប់រួមឬក៏អារ៉ាប់ប៊ីសាអូឌីតនេះហ្នឹងក៏វាយប្រហារដែរក្នុងនោះដូចជាបារ៉ែនកុយវ៉ែតបាទចាកាតានិងអារ៉ាប់រួមបាទការប្រកាសរបស់លោកត្រាំអំពីរលកយក្សនៃការវាយប្រហារដែលខិតជិតមកដល់បានធ្វើឲ្យសហគមន៍អន្តរជាតិកាន់តែព្រួយបារម្ភថាចំនួននេះអាចនឹងវិវត្តទៅជាសង្គ្រាមទ្រង់ទ្រាយធំដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រជាពិសេសគឺមជ្ឈមបូព៌ាខណ្ឌអ៊ីរ៉ង់នៅតែបន្តបង្ហាញនិងជំហរមិនព្រមចុះចាញ់ទៅកាន់សហរដ្ឋអាមេរិកជាដាច់ខាតបាទអញ្ចឹងមកន័យថាអ៊ីរ៉ង់នៅមានលទ្ធភាពនៅមានសភាវុធទំនើបនិងធ្ងន់ទៀតបាទតតាំងជាមួយនឹងសហរដ្ឋអាមេរិកបើទោះបីជាមកទល់នឹងពេលនេះសហរដ្ឋអាមេរិកធ្វើការវាយប្រហារបាទមកកាន់ប្រទេសខ្លួនយ៉ាងធ្ងន់បាទក្រាស់ក្រែងយ៉ាងណាក៏ដោយបងប្អូនទាំងនេះពាក់ព័ន្ធទៅនឹងព័ត៌មានដែលកំពុងតែបន្តយ៉ាងក្តៅគគុកព័ត៌មានពីអាមេរិកបាទគឺអាមេរិកនៅតែវាយសង្គ្រប់ទៅកាន់ប្រទេសអ៊ីរ៉ង់បាទបើទោះបីជាពេលនេះបាទអ៊ីរ៉ង់មិនព្រមចុះចាញ់បើសិនជាពេលនេះអ៊ីរ៉ង់ព្រមចុះចាញ់បាទវាបាទយើងនឹងអាចមានកិច្ចសហការណាមួយត្រូវកើតឡើងបាទហើយកិច្ចសហការកើតឡើងបាទប្រជាជនហើយនិងប្រជាជនប្រហែលជាមិនត្រូវរងនៅការបំផ្លិចបំផ្លាញទេក៏ប៉ុន្តែអត់ទេបងប្អូនអ៊ីរ៉ង់ប្រកាសថាមិនព្រមចុះចាញ់ជាដាច់ខាតបាទព្រោះអ៊ីរ៉ង់គេបង្កើតនៅអាវុធនុយក្លេអ៊ែរបានដែរហើយយើងមិនដឹងថាតើអ៊ីរ៉ង់ផលិតបានប្រមាណ100គ្រាប់ឬក៏1000គ្រាប់ទេព្រោះបើតាមព័ត៌មានដែលយើងទទួលបានហ្នឹងបាទអាមេរិកវាយអ៊ីរ៉ង់ដោយសារតែរឿងរ៉ាវផលិតគ្រាប់បែកនុយក្លេអ៊ែរនឹងឯងបាទហើយការផលិតទៀតសោតពួកនេះវាមិនមែនផលិតធម្មតាការពារខ្លួនទេគឺផលិតបាទត្រៀមវាយប្រទេសមហាអំណាចនឹងឯងបាទដូចជាកូរ៉េខាងជើងអីហ្នឹងបាទអាចបាញ់មីស៊ីលទៅដល់ទីក្រុងញូវយ៉កឯណោះអញ្ចឹងបានថាពេលខ្លះណាបាទមិនចង់នៅស្រុកទេនាំទុកដាក់ខ្លួននឹងឯងឥឡូវបងប្អូនទាំងនេះយើងសូមបញ្ចប់ព័ត៌មានតែប៉ុណ្្នឹងយើងបន្តមកព័ត៌មានដល់កំពុងតែក្តៅគគុកបន្តទៀតបាទគឺជាករណីដែល
បាទនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមទៅហើយដែលតបរបស់សហរដ្ឋអាមេរិករហូតដល់ទៅ6នាក់ត្រូវបានលោតចេញពីយន្តហោះចម្បាំងក៏ប៉ុន្តែបាទនៅរស់ទេបានន័យថាមិនដឹងថាប្រទេសមួយហ្នឹងជាអនុក្នុងឬក៏មិនទេព្រោះអីបាញ់យន្តហោះអាមេរិកដល់ទៅ3គ្រឿងហើយចាក់ហើយនិយាយថាបាញ់ច្រឡំបាទវាមិនមែនជាព្រេងសំណាងហើយក៏មិនមែនជារឿងរ៉ាវចៃដន្យដែរដែលកងទ័ពជើងអាកាសអាចនៅសល់ជីវិតនិងត្រឡប់មកវិញពេលយន្តហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់កំទេចតែដោយសារតែពួកគេមានស្មារតីខ្ពស់និងមានភាពស្ទាត់ជំនាញនៅក្នុងការគេចខ្លួនពីគ្រោះថ្នាក់នៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមគេកម្រឃើញណាស់ចំពោះករណីមហាគ្រោះថ្នាក់បែបនេះបាទខណ្ឌទ័ពទាំងអស់នោះបាទនៅមានជីវិតទាំងអស់នៅក្នុងសមរភូមិដែលសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលរួមគ្នាវាយប្រហារអ៊ីរ៉ង់បាទខណ្ឌយន្តហោះចម្បាំង F-15E ចំនួន3គ្រឿងរបស់កងទ័ពបាទអាកាសរបស់អាមេរិកត្រូវបានបាញ់កំជ្រួចហើយធ្លាក់មកលើទឹកដីប្រទេសគុយវ៉ែតនៅថ្ងៃទី2ខែមីនាឆ្នាំ2026ដែលវាជាសង្គ្រាមថ្ងៃទី3នៅក្នុងយន្តហោះមួយមានកងទ័ពបាទជើងអាកាសដល់ទៅ2នាក់ក្រោយមកបាទបញ្ជាការទ័ពកណ្ដាលអាមេរិកបានប្រកាសជាផ្លូវការថាកងទ័ពបាទជើងអាកាសរបស់ខ្លួន6នាក់នោះបានរួចផុតជីវិតទាំងអស់បាទបានន័យថាពួកគេទាំង6នាក់នោះបាទនៅរស់រានមានជីវិតទេមិនមែនអ៊ីរ៉ង់ជាសត្រូវនោះទេគឺគុយវ៉ែតជាសម្ព័ន្ធមិត្តបានធ្វើការបាញ់មីស៊ីលកំទេចយន្តហោះចម្បាំងអាមេរិកទាំង3គ្រឿងនោះតកងទ័ពគុយវ៉ែតច្រឡំថាជាយន្តហោះចម្បាំងរបស់សត្រូវទើបបាញ់ទម្លាក់ពេលត្រូវគ្រាប់មីស៊ីលយន្តហោះទាំង3គ្រឿងក៏លែងអាចគ្រប់គ្រងបាននិងបញ្ជាបាទលែងបានខណ្ឌកងទ័ពជើងអាកាសអាមេរិកទាំង6នាក់ក៏ប្រញាប់ចុចប៊ូតុងកៅអីរំដោះខ្លួនភ្លាមតែម្ដងបាទអញ្ចឹងពាក់ព័ន្ធទៅនឹងព័ត៌មានខាងលើនេះបងប្អូនអរគ្នាវាជារឿងរ៉ាវមួយដែលចម្លែកខ្លាំងមែនទែនដែលកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបាទជាធម្មតាតែចូលនៅក្នុងសមរភូមិតែធ្លាក់យន្តហោះហើយគឺអត់មានថ្ងៃរស់ទេបាទមានតែថ្ងៃស្លាប់ហ្នឹងឯងក៏ប៉ុន្តែនេះមិនមែនជាអ៊ីរ៉ង់ជាអ្នកបាញ់ទេបាទគុយវ៉ែតគុយវ៉ែតនោះអត់ការងារធ្វើទៅបាញ់យន្តហោះចម្បាំងអាមេរិកបាទហើយសំណាងដែលមនុស្សអត់ស្លាប់ហើយបងប្អូនអរគ្នាបាទតម្លៃយន្តហោះS-15E បាទយន្តហោះចម្បាំងយន្តហោះទម្លាក់ខបែកតម្លៃមិនតិចលៀនណាហើយ3គ្រឿងយើងសាកគិតមើលតាមួយគ្រឿងតម្លៃប្រហែលអូខេបងប្អូនគ្នាបើតាម admin បាទបាន search បាទតម្លៃនៃការផលិតហ្នឹងបាទនៅក្នុងចន្លោះឆ្នាំ1998បាទគឺប្រហែលទៅនឹង$31 លានណោះចំយាបងប្អូនបាទក៏ប៉ុន្តែតម្លៃនេះវាអាចហក់ឡើងដល់ទៅ50ឬក៏$60 លាននៅក្នុងមួយគ្រឿងទៅតាមបច្ចេកវិទ្យាអញ្ចឹងទៅចំយាមួយគ្រឿងជិត100 លាននេះណាអត់ធម្មតាណាបងប្អូនអរគ្នាបាទហើយយន្តហោះនេះគឺមានកៅអីបាទដល់ទៅ2មុខហើយនឹងក្រោយក៏ប៉ុន្តែតម្លៃបងប្អូនញាក់សាច់នេះមិនមែនធម្មតាទេហើយយន្តហោះប្រភេទនេះគឺជាយន្តហោះពហុជំនាញទៅហើយក៏ប៉ុន្តែមិនដល់ទៅ3គ្រឿងត្រូវបានធ្លាក់ហើយចាញ់ក្រោមអធិពលរបស់មីស៊ីលរបស់ប្រទេសគុយវ៉ែតបាទអាហ្នឹងវាចម្លែកដែរដល់ពេលអញ្ចឹងអូខេអរគុណច្រើនមែនសម្រាប់ការតាមដានទស្សនារបស់ប្រិមិត្តនេះក៏ជាព័ត៌មានបឋមទេបាទព័ត៌មានតម្លៃយន្តហោះទាំង3គ្រឿងបើយើងបូកចូលទៅបាទចូល$1000 លានហ្នឹងបាទអញ្ចឹងការបាញ់ច្រឡំនេះយើងមិនដឹងថាតើគុយវ៉ែតត្រូវសងទៅកាន់សហរដ្ឋអាមេរិកឬក៏យ៉ាងណានោះទេ